ជំនឿលើដើមបញ្ញាក្អែកបញ្ញាក្អែកជាដើមនៃរុក្ខជាតិមួយដទៃទៀតឬជាមេឃផ្ញើសាំឬផ្ញើប្រានកើតចេញអំពីមេឃឈើទាំងពួងមានស្លឹកស្រួយមានស្លឹកពណ៌ខៀវនៅពេលខ្ចីនិងមានពណ៌លឿងឬក្រហមពេលទុំផ្នែកនៃផ្លែមានគ្រាប់តែមួយនៅកណ្ដាលនិងនៅជុំវិញគ្រាប់ជាផ្នែកសាច់មានសភាពស្អិតនិងមានរសជាតិផ្អែមតិចៗដើមស្លឹកផ្លែនៃបញ្ញាក្អែកមិនមានជាតិពុលនោះទេតែអាចប្រែក្លិននិងប្រែរសជាតិរបស់ដើមនិងស្លឹកទៅតាមប្រភេទដើមឈើដែលវាប្រស្រ័យនៅជាមួយបញ្ញាក្អែកវាមិនកើតឡើងនៅគ្រប់ទីកន្លែងនោះទេដូចនេះយើងចាត់ថាបញ្ញាក្អែកជាវត្ថុកម្រមួយផងដែរសម្រាប់ខាងមន្តអាគមគាថាវិញបុព្វបុរសខ្មែរយើងលោកដំណាលថាបញ្ញាក្អែកជាខាងដើមស្ដេចអធិននៅខាងចុងមានន័យថាបញ្ញាក្អែកជាវត្ថុស័ក្តិសិទ្ធិហើយស្ដេចអធិនជាមុនបង្ក្រាបដើមបញ្ញាក្អែកមិនមែនមានតែមួយប្រភេទនោះទេមានរហូតដល់រាប់រយរាប់ពាន់ប្រភេទឯណោះរូបបញ្ញាក្អែកមានតួនាទីខុសគ្នាខ្លះលោកប្រើខាងបង្ក្រាបមុនខ្មៅបង្ក្រាបភ្លើងងងឹតខ្លះប្រើសម្រាប់ធ្វើជាសុទ្ធបុរាណខ្លះទៀតប្រើខាងសឹកសង្គ្រាមនិងបញ្ញាក្អែកខ្លះប្រើខាងត្រជាក់ត្រជុំក្នុងការរកស៊ីជួញដូរនិងមួយផ្នែកទៀតលោកប្រើខាងស្នេហ៍ស្និទ្ធវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរពីបុរាណកាលត្រូវបានប្រើតាមតម្រូវការដែលត្រូវនឹងស្ថានភាពក្នុងការប្រើប្រាស់តួយ៉ាងដូចជាអាវដេជៈមានសារៈសំខាន់ណាស់ចំពោះអ្នកធ្វើសឹកសង្គ្រាមដូចជាមេតបតបពលតបជាដើមប៉ុន្តែអាវដេជៈនេះបែរជាមិនសូវមានសារៈសំខាន់ចំពោះឈ្មួញឬអ្នកលក់ដូរទៅវិញដូចគ្នានោះដែរមានលោកគ្រូមន្តអាគមឬលោកគ្រូបារមីមួយចំនួនបានមានប្រសាសន៍ថាបញ្ញាក្អែកជារុក្ខជាតិចង្រៃតោងដើមឈើណាមួយនោះនឹងធ្វើឲ្យដើមឈើនោះត្រូវស្លាប់ជាមិនខានវតិរបស់គាត់មានន័យថាបញ្ញាគ្មានសារៈសំខាន់និងមិនមែនជាវត្ថុស័ក្តិសិទ្ធិស្អីនោះទេចំពោះការយល់ឃើញបញ្ញាក្អែកនេះដែរសម្ដេចព្រះគ្រូម្ចាស់នេះខ្ញុំករណាមានដីកាថាវត្ថុដែលសំខាន់តលតែអ្នកនោះចាំបាច់ត្រូវប្រើប្រាស់វាបើវត្ថុទាំងនោះយើងមិនត្រូវការពឹងពាក់នោះស្មើនឹងទទេស្អាតដូចនោះដែរលោកមានដីកាបន្តទៀតថាបញ្ញាក្អែកជាវត្ថុម្យ៉ាងមានកម្លាំងដោយធម្មជាតិប្រើក្នុងផ្លូវធម្មជាតិតាមទូនាទីនិងមុខងារនៃបញ្ញាក្អែកនីមួយៗប្រសើរគប់ណាស់តាមរយៈក្បួនតម្រាពីបុរាណខ្លះនិងតាមរយៈព្រះសង្ឃលោកគ្រូមន្តអាគមដែលគាត់បានចេះចាំពីលោកគ្រូចំនួនមុនមកដែលបានលើកឡើងស្រដៀងគ្នានៅប្រភេទបញ្ញាក្អែកសំខាន់មានដូចខាងក្រោមនេះបញ្ញាក្អែក7មុខដែលប្រើក្នុងពិជ័យសង្គ្រាមមានដូចជា1បញ្ញាក្អែកដើមឫស្សី2បញ្ញាក្អែកអង្ក្រង3បញ្ញាក្អែកអំពិលជូរ4បញ្ញាក្អែកកន្ទួតព្រៃ5បញ្ញាក្អែកដើមស្នោ6បញ្ញាក្អែកដើមស្ដៅ7បញ្ញាក្អែកអន្ទាំងខេតបញ្ញាក្អែកទាំង7មុខខាងលើនេះបានប្រើ100គុណនិងខ្លាំងពូកែខាងសឹកសង្គ្រាមនិងខាងចំបាំងភ្លើងងឹតមុនខ្មៅសម្រាប់អ្នកដែលចូលចិត្តដើរព្រៃវិញលោកឲ្យប្រើបញ្ញាក្អែក3មុខដាក់រួមគ្នាមានដូចជា1បញ្ញាក្អែកដើមក្រូចឆ្មា2បញ្ញាក្អែកដើមក្រូចសើច3បញ្ញាក្អែកដើមសង្កែលោកឲ្យយកទាំងពីរមុខខាងលើនេះខ្ជាប់ជាមួយនឹងក្រណាត់ពណ៌សឬក្រណាត់ពណ៌ក្រហមប្រើសម្រាប់ការពារអាសេរពិសទាំងឡាយកុំឲ្យវាមកយាយីយើងបាននិងការពារភូតច្រាបព្រៃបានផងដែរចំណែកបញ្ញាក្អែកប្រើខាងស្នេហ៍រស់ស៊ីត្រជាក់ត្រជុំវិញមានដូចជា1បញ្ញាក្អែកដើមមៀន2បញ្ញាក្អែកដើមលៀប3បញ្ញាក្អែកដើមទទឹម4បញ្ញាក្អែកដើមក្រូច5បញ្ញាក្អែកដើមចម្ប៉ា6បញ្ញាក្អែកដើមចំប៉ី7បញ្ញាក្អែកអូញមុញ8បញ្ញាក្អែកដើមបន្លាស្អិត9បញ្ញាក្អែកដើមខ្ទឹមច័ន្ទ10បញ្ញាក្អែកដើមសារកា11បញ្ញាក្អែកដើមអ៊ីនធឺណែល12បញ្ញាក្អែកដើមកណ្ដោល13បញ្ញាក្អែកដើមក្រខុបព្រៃក្នុងនោះដែរមានលោកគ្រូខ្លះបានបង្ហាញថានៅមានបញ្ញាដើមកង្កោកខ្លាំងពូកែជាងបញ្ញាដើមឫស្សីទៅទៀតហើយលោកគ្រូក៏បានបង្ហាញថាបញ្ញាដើមចេកបញ្ញាដើមស្នាយបញ្ញាដើមទ្របក៏ប្រើជាវត្ថុស័ក្តិសិទ្ធិដោយមានតួនាទីផ្សេងៗគ្នាផងដែរបើសិនជាមានចន្លោះខ្វះខាតកន្លែងណាមួយសូមសិស្សប្អូននិងសិស្សច្បងជួយបន្ថែមផងរបៀបនៃការយកដើមបញ្ញាក្អែកតាមក្បួនចាប់យកដើមបញ្ញាក្អែកនោះក្នុងថ្ងៃខ្នើតយកថ្ងៃសិលថ្ងៃ8កើតឬថ្ងៃ14កើតឬថ្ងៃ15កើតពេលកាប់ត្រូវឧបកិច្ចសុំមិនត្រូវកាប់ដោយឲ្យបញ្ញាក្អែកធ្លាក់ដល់ដីនៅពេលវាដាច់ចេញពីដើមឈើមកទេកាប់ហើយភ្លាមត្រូវយកអំបោះក្រហមចងអ្នកណាចងអ្នកនោះនឹងជាម្ចាស់បារមីដែលថែរក្សាបញ្ញាក្អែកនោះពិតប្រាកដបើឲ្យទៅអ្នកដទៃត្រូវស្រែកអំបោះ
ក្រហមនោះចេញនឹងឲ្យអ្នកដែលជាម្ចាស់ថ្មីចងអំបោះក្រហមវិញម្ដងមិនត្រូវប្រញាប់យកចូលក្នុងផ្ទះឬយកចូលដាក់លើអាសនៈភ្លាមនោះទេត្រូវបញ្យកទុកខាងក្រៅផ្ទះសម្យាផ្ទះមិនឲ្យត្រូវថ្ងៃតែហាលខ្យល់សិនហើយអុជធូបបាញ់ទឹកជាការស្រេចប្រសិនបើជ្រុលយកចូលផ្ទះហើយមានករណីកម្លាំងអមនុស្សដែលនៅរិសានដើមបញ្ញើឯកនៅបង្កបញ្ហាត្រូវប្រញាប់យកអំបោះខ្មៅចំនួន7សរសៃរុំចងជា3ជុំដោយឧបកិច្ចសូត្រកម្លាំងសិលពតសេមាដើម្បីរងាប់ចិត្តវាហើយបន្ទាប់មកចាំប្រើគាថាដាក់វិញ្ញាណឲ្យបញ្ញើក្អែកនោះស្ដាប់ភ្លេងថ្វាយគ្រូដាក់លើអាសនៈនៅទីសក្ការៈបូជារហូតបានច្រើនសិលដែលអាចទុកចិត្តបានថាវិញ្ញាណអមនុស្សរងាប់ចិត្តវាបានហើយបន្ទាប់មកទើបស្រ័យចំណងខ្មៅនោះចេញរក្សាឬប្រើតាមការគួរនឹងមានឫទ្ធិបារមីខ្លាំងពូកែអងចំណែកការដែលយកបញ្ញើក្អែកទៅឆ្លាក់ជារូបផ្សេងគួរធ្វើឡើងឲ្យត្រូវតាមក្បួនរបស់វានិងការប្រើប្រាស់ឧទាហរណ៍បញ្ញើក្អែកជើងមាន់ត្រូវឆ្លាក់ជារូបបដិមាព្រះឧទាហរណ៍បញ្ញើក្អែកដើមមានត្រូវឆ្លាក់ជារូបបដិមាព្រះសិវលីទុំលៀបទៅត្រឹមត្រូវហើយបើនិយាយពីមុនបើនិយាយដៃវិញដៃគាត់ដៃខ្ញុំមានស្រាងសក់ចឹងឲ្យដុតចឹងដុតនិយាយចឹងចំនួនវិនាទីមាននាទីដែលគាត់ដុតគាត់ឲ្យរោនៅផ្ទៃស្បែកលោហ្នឹងហើយបើគេខ្លាំងចឹងបើគេខ្លាំងរោដៃចឹងចំនួននាទីដែលគាត់ដុតនាទីដែលគាត់ដុតហើយយើងថាយកនាទីដុតចឹងមកដៃយើងមកមិនឆ្លោតទៀតហើយនេះបាទលើនេះគឺឆេះខ្មៅដៃថតតែគាត់ថាវាក្តៅតែវាកាត់កំថយកម្ដៅគាត់ដុតបានរហូតដល់ទៅជា2 3នាទីតែខ្ញុំគាត់ថារៀនទៅតែបាទវាក្តៅប៉ុន្តែវាមិនស្លប់វាមិនរលួយដៃហើយបងប្អូនមើលនាទីហ្នឹងមើលនាទីធ្វើរ៉ូលចឹងរ៉ូលនាទីចឹងបានប្រហែលវិនាទីណាបាទនេះខ្លោចដៃបាទអត់ពងសំខាន់ពងអត់ពងដៃបាទបងប្អូនដុតបាននាទីយូរអញ្ចឹងខ្ញុំសរសើររោបើកែអញ្ចឹងដុតបានយូរអញ្ចឹងខ្ញុំសរសើរបងប្អូនយកសាកធ្វើរីកូយករីកេសាករ៉ូនាទីមើលសិនបានប្រហែលវិនាទីហើយតើសាច់យើងរលួយអត់ណានេះជាយើងមានមួយប៉ុន្តែគាត់ថាវាក្តៅតែវាអត់ក្តៅអត់ពុះនាទីបងប្អូនមើលនាទីសិនណាបើកអស់ចាបើគាត់ដល់ទូរីកេខ្ញុំដឹងខ្លាំង1ពោធិព្រឹក2សាលព្រឹក3រាំងសាប4ក្រុងសំរិទ្ធ5វក្លូត6ឈើទេព7ស្នែងគង់8អីសីផ្សំស្រាច់9កត់ខ្មៅ10បែបផ្សែង11សឹងព្រះឥសូរ12កាន់កាប់13រណាកាត់14រុះរោគ15វផ្ដៅ16ស្បូវឃ្លាំង17ផ្ការរំជែក19ព្រះព្រៅ18វដោះគោ19លពៈខ្ញុំបាទម្ចាស់ពេកអាណាចក្រអាជាបញ្ញើក្អែកដែលឈឺដេកនៅកន្ទែលជិត2ឆ្នាំបានជាដោយសារបញ្ញើ1រាំងសាប2រាំងភ្នំ3ពោធិព្រឹកយកដាំទឹកក៏ជាវិញជាចុងក្រោយសូមអរគុណដល់ពុកធរនៅអាមេរិកដែលបានជួយកូន